Ok, sắp tớiទាំងអស់គ្នានេះជាវីដេអូនៅក្នុងការប្រើប្រាស់ VIM, VI ហើយនិង Nano Editor នៅក្នុង Linux Server អញ្ចឹងចូលទៅដល់វីដេអូទាំងអស់គ្នាអញ្ចឹងអ្វីទៅគឺជា VIM VI មកពីពាក្យថា Visual Editor ដែលវាជា standard Editor មួយដែលមានស្ទើរតែគ្រប់នៅលើ Linux ទាំងអស់អញ្ចឹង VI នឹងមានចំនួន3 mode គឺមាន Command Mode, Insert Mode និង Last Mode អញ្ចឹងcommand ទាំងអស់ហ្នឹងមានដូចជា I ហ្នឹងគឺប្រើសម្រាប់ insert text before ហើយ A និង insert after D delete ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងគឺជា command ដែលយើងប្រើនៅក្នុង VR អញ្ចឹងដើម្បីធ្វើការអនុវត្តយើងចូលទៅកាន់ VMware របស់គ្នាអញ្ចឹងយើងបើកជាមួយនឹង VMware របស់យើងហ្នឹងហើយយើងចូលទៅ terminal នេះខ្ញុំតែមកមុខហ្នឹងអូខេអញ្ចឹងមុនដំបូងយើងចូលទៅកាន់ terminal របស់ Linux ដែលយើងបាន set up នៅក្នុង CentOS ហ្នឹងទៅអញ្ចឹងចូលទៅកាន់ terminal វានឹងធ្វើការបើកជាមួយនឹង terminal នៅក្នុង Linux ឯងអូខេអញ្ចឹងដើម្បីធ្វើការ test យើងបង្កើតជាមួយនឹង file មួយសិនមកអញ្ចឹងខ្ញុំចង់បង្កើតខ្ញុំធ្វើអនុវត្តទៅលើ VI អញ្ចឹងខ្ញុំបង្កើតជាមួយនឹង file មួយដែលឈ្មោះថា VI test1 អូខេអញ្ចឹងអាហ្នឹង command ហ្នឹងយើងប្រើដើម្បីបង្កើតហើយបើកជាមួយនឹង folder ផងដែរអញ្ចឹងដើម្បីធ្វើការទៅយើងចុច enter អូខេនឹងអញ្ចឹងនៅក្នុងនេះវាចូលមកដល់នៅក្នុង file react test1 ហ្នឹងហើយអញ្ចឹងយើងអាច text edit បានអញ្ចឹងយើង press Win key I អក្សរ I ហ្នឹងមកយើង press មកវានឹងបង្ហាញពាក្យថា insert អញ្ចឹង insert ហ្នឹងយើងធ្វើការ edit នៅក្នុងហ្នឹងបានអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ hello 1 hello 2 hello 3 and hello 4អញ្ចឹងប៉ុណ្ណឹងយើងអាចធ្វើការ edit អីនៅក្នុងនឹងបានទេប៉ុន្តែបើសិនជាយើងចង់ប្រើ command ផ្សេងទៀតយើងត្រូវធ្វើម៉េចបើកន្លែងនេះបាត់ insert សិនអញ្ចឹងដើម្បីធ្វើការបាត់ insert យើងចូលទៅមើល command យើងមិញមកយើង press key escape យើង press key escape ដើម្បីបាត់ insert នេះអញ្ចឹងយើងអាចប្រើជាមួយនឹង command ផ្សេងទៀតបានទេអញ្ចឹងឧទាហរណ៍អឺ comment ddនេះមានន័យថាយើងអាច delete line ណាមួយនៅក្នុងនោះបានអញ្ចឹងដើម្បីធ្វើការ delete អ្នកទាំងអស់គ្នាធ្វើម៉េចចុច escape ចេញអត់ឲ្យវាចេញ insert ដូចមិញទេនេះអត់ឲ្យចេញកន្លែង insert ហ្នឹងឯងអញ្ចឹងយើង press key escape អូខេហើយដើម្បីធ្វើការលុបយើងយក cursor យើងមួយទៅដាក់ក្នុងណាមួយមកតោះមកយើងចុចdd មកអូខេវានឹងធ្វើការ delete ហើយអញ្ចឹងអាហ្នឹងនៅក្នុង VI ហ្នឹងគឺអញ្ចឹងអញ្ចឹងដើម្បីធ្វើការ save ដើម្បីធ្វើការ save អ្នកទាំងអស់គ្នាចុច comment ណាមួយមកនៅក្នុងនេះគេហៅថា command line mode អញ្ចឹងអ្នកទាំងអស់គ្នាអាច save delete recopy អីបានអញ្ចឹងនៅក្នុងនេះយើងចង់មក save ហើយនឹង exit អញ្ចឹងខ្ញុំធ្វើការ save ហើយនឹង exit មកអញ្ចឹងខ្ញុំចុចពីរដងតមកខ្ញុំចុច WQ នោះមានន័យថាអឺ save and exit អញ្ចឹងមានន័យថា save ហើយវានឹងចាកចេញពី file ហ្នឹងតែអ្នកនរគ្នាចុច WQ មួយទេមានន័យថាចាកចេញអត់បាន save ទេបើ W នេះគឺមានតែ save ហើយអត់វាស្ថិតនៅក្នុង file នឹងដដែលអញ្ចឹង W and Q ខ្ញុំថតមកអូខេអ្នកនរគ្នានឹងចេញមកក្នុង command line ធម្មតាហើយអ្នកនរគ្នាអាចចូលទៅវិញធម្មតាដែរបងទៅដល់មក VI this one CNC អូខេអ្នកនរគ្នាចូលមកហើយអញ្ចឹងអ្នកនរគ្នាចង់ចាក់ចេញអ្នកនរគ្នាប្រើ command ចុច2អក្សរ Q ចុច enter អ្នកនរគ្នាចេញមកហើយអូខេតមកយើងបន្តទៅកាន់ VIM វិញជា VIM អឺ
VI វាគឺជា advanced version មួយរបស់ VI ទេដែលវាបញ្ចូលជាមួយនឹង feature មួយចំនួនដូចជា syntax highlight អញ្ចឹងទៅ undo redo អញ្ចឹងទៅអូខេអញ្ចឹងយើងអាចអនុវត្តបានយើងបង្កើត file ថ្មីក៏បានហើយយើងចុចកាន់ VMware ទៅដែរទៅយើងបង្កើត file ថ្មីមួយតែទៅលើពី VM ហ្នឹងក៏បានដែរអូខេ S1 VM test1 create អូខេនៅពេលចូលមកឥឡូវខ្ញុំអាចចង់ insert ជាមួយទឹកមួយចំនួនខ្ញុំចុចអក្សរ A ហើយដាក់H1 H2 H3 អញ្ចឹងទៅអូខេចុច escape ដើម្បីធ្វើការចាក់ចេញពី insert អូខេអញ្ចឹងខ្ញុំអាចឧទាហរណ៍ខ្ញុំច្រឡំដៃលុបខ្ញុំច្រឡំដៃលុប H0 អញ្ចឹងខ្ញុំច្រឡំដៃលុប H0 អញ្ចឹងយើងធ្វើការundo វាមកវិញមកយើងឆ្លងចុចអក្សរ U អូខេចុចអក្សរ U ខ្ញុំនឹងធ្វើការ undo មកវិញប៉ុន្តែបើសិនអ្នកនរគ្នាចង់ redo វិញអ្នកនរគ្នាចុច Ctrl O មកអញ្ចឹងមានតែការ redo អូខេអុយ undo Ctrl O redo អូខេអ្នកនរគ្នាអាចចាក់ចេញដូចនេះយើងអាចចុច2review ជុំអញ្ចឹងអ្នកនរគ្នាអាច save and click ចេញពី file បានអូខេអញ្ចឹងអ្នកនរគ្នាអនុវត្តទៅលើ mode VI ហើយនិង VIM មានតែប៉ុណ្្នឹងឯងអូខេឥឡូវយើងចូលទៅដល់ Nano editor ទាំងអស់គ្នាអូខេឥឡូវយើងចូលមកដល់អនុវត្តទៅលើ Nano editor អញ្ចឹងអនុវត្ត Nano editor យើងអាចបង្កើតជាមួយនឹង folder សិនមកអាចបង្កើត folder មួយបានអញ្ចឹងយើងបង្កើត Nano អូខេ Nano S S1 TXT អូខេអញ្ចឹងនៅក្នុងនេះយើងអាចចុច enter មកយើងចូលទៅក្នុង file មួយ Nano ឯអូខេអញ្ចឹងនៅក្នុងនេះយើងអាចបង្កើតជាមួយនឹង file មួយចំនួននៅក្នុងនោះបានបន្តអូខេអញ្ចឹងយើងអាចមើលនៅក្នុងហ្នឹងមកវាមានcomment មួយចំនួនមកដែលយើងអាចប្រើប្រាស់បានhello one hello one ហូរវាទៅ hello two nano hello three nano អូខេអញ្ចឹងនៅក្នុងកន្លែងនេះយើងអាចប្រើជាមួយនឹង shortcut ដើម្បីធ្វើការ save បានអញ្ចឹងនៅក្នុងនេះយើងអាច save យើងចុច Ctrl O Ctrl អក្សរ O ដើម្បីធ្វើការ save បានអូខេយើងចុចអក្សរ Ctrl O ដើម្បីធ្វើការ save file ហ្នឹងអូខេអញ្ចឹង file ហ្នឹងគឺត្រូវបាន save ហើយអញ្ចឹងយើងធ្វើការ exit យើងចុច Ctrl X មកយើងធ្វើការចាក់ចេញពី file ហ្នឹងអូខេ sorry យើងចុច Ctrl X មកដើម្បីធ្វើការចាក់ចេញពី file ហ្នឹងហើយអញ្ចឹងដើម្បីធ្វើការតេស្តមើលអ្នកនរគ្នាអាចតេស្តមើល file ដែលអ្នកនរគ្នាបានខាងមិញហ្នឹងឥឡូវខ្ញុំតេស្តលើ VI ដែលខ្ញុំតេស្តមិញហ្នឹងតែខ្ញុំបានបង្កើតមុនហ្នឹងតែខ្ញុំបានបង្កើត file ខាងហ្នឹងអូខេឥឡូវខ្ញុំ VI test one TG អូខេហ្នឹងជា file ដែលខ្ញុំបានបង្កើតមុនហ្នឹងបន្តិចហ្នឹងគឺ hello 1 hello 3 hello 4នេះយើងទៅមើល file វាម្ដងអូខេអញ្ចឹងfile ហ្នឹងខ្ញុំបានបង្កើតមិញដូចគ្នាចឹងខ្ញុំមើល nano S1 អូខេគឺអត់មានទេចឹងមកខ្ញុំអត់បាន save ទេឥឡូវខ្ញុំជួយតែម្ដងទៀត
ok printer ok tem rồi tiếp cái này đi sẽ học sen non rồi again then no this one okนี่เคยฟังอยู่ว่าการมาเยอะโอเคเดี๋ยวตอนนั้นมีปัญหาเชื่อมเรียนการประปรายVI เป็นการประปราย data ในกล่องอะไรหน่อยโอเคบาย